ដែលឡែកអភិបាលខេត្តស្វាយរៀងបាននាំយកថវិកាចូលរួមនៅក្នុងពិធីបុណ្យផ្កាដើម្បីកសាងសាលារៀនជនពិការឯកឧត្តមពេងពោធិ៍សាអភិបាលខេត្តស្វាយរៀងរួមទាំងមន្ត្រីរាជការជំវិញសាលាខេត្តនៅរសៀលថ្ងៃទី23ឧសភាបាននាំយកបច្ច័យចូលរួមពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គីប្រមូលបច្ច័យកសាងសាលាអប់រំពិសេសស្ថិតនៅក្នុងភូមិឫស្សីចុងរុកឃុំរមាំងថ្កោលស្រុកស្វាយទាបខេត្តស្វាយរៀងលោកនាងសរិទ្ធប្រធានសមាគមគ្រួសារសុភមង្គលខេត្តស្វាយរៀងបានបញ្ជាក់ឲ្យដឹងថាការសាងសង់សាលារៀនអប់រំពិសេសរបស់សមាគមគឺនឹងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលទៅលើការកសាងធនធានមនុស្សដែលជាអ្នកមានពិការភាពឲ្យមានសមត្ថភាពរស់នៅក៏ដូចជាប្រកបមុខរបរផ្សេងៗដើម្បីបំណិនជីវិតគណៈជនមានពិការភាពនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងមានច្រើនហើយខ្វះលទ្ធភាពបន្តការសិក្សានៅតាមសាលារៀនចំណេះដឹងទូទៅរបស់រដ្ឋក៏ដូចជាឯកជនដែលគ្មានពិការភាពនៅក្នុងពិធីសម្ដែងសម្ដាលគឺក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តឯកឧត្តមពេងពោធិ៍សាបានសម្ដែងនៃការសាទរចំពោះសមាគមគ្រួសារសុភមង្គលខេត្តស្វាយរៀងដែលបានផ្ដើមកសាងសាលាអប់រំពិសេសសម្រាប់ផ្ដល់ឱកាសឲ្យជនមានពិការភាពបានចូលរៀនយកចំណេះដឹងបង្កើនសមត្ថភាពអាចបម្រើការងារសង្គមក៏ដូចជារកកម្រៃដើម្បីចិញ្ចឹមជីវិតទន្ទឹមនោះឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ភាគីពាក់ព័ន្ធត្រូវលើកទឹកចិត្តដល់ឪពុកម្ដាយអ្នកអាណាព្យាបាលជំរុញកូនចៅទោះបីជាមានពិការភាពក៏អាចទទួលបានការអប់រំពីសាលាឲ្យបានគ្រប់គ្នាក្នុងន័យបង្កើនសមត្ថភាពចំណេះដឹងចំណេះធ្វើបន្ទាប់ពីសាលារៀនបានកសាងរួចនាពេលខាងមុខនេះ